ណាមអំណងរបស់ខ្ញុំមនុស្សគ្រប់រូបតែមានបំណងប្រាថ្នាផ្សេងគ្នាក្នុងការជ្រើសរើសមុខរបបអ្នកខ្លះចង់ធ្វើមន្ត្រីរាជការក្នុងក្រសួងនានាអ្នកខ្លះចង់ខ្លាចជាពាណិជ្ជកម្មក្នុងដឹកចាញ់នាំចូលលទ្ធផលផ្សេងអ្នកខ្លះទៀតចង់គ្រប់គ្រងកសិដ្ឋានធំដាំដំណាំឧស្សាហកម្មដើម្បីបម្រើកងចាក់ឲ្យមានដំណើរការចំណុចខ្ញុំចាប់ពីដឹងដីមកខ្ញុំចង់ខ្លាចជាអ្នកសរសេរព័ត៌មានមួយរូបដ៏ល្បីអ្នកនឹងមានប្រយោជន៍សម្រាប់ប្រទេសជាតិខ្ញុំដើម្បីសម្រេចបំណងនេះទៅនៅពេលខ្ញុំខ្លាចជាអ្នកយកព័ត៌មានក្នុងខ្ញុំនឹងប្រជាគ្រប់ច្រកហកធ្វើដំណើរគ្រប់តំបន់ទោះបីជួយការលំបាកឬប្រឈមនឹងគ្រោះថ្នាក់ក៏ដោយខ្ញុំនឹងស្មុគស្មាញតាមគ្រប់ជួបបាយដើម្បីពិនិត្យសង្កេតហេតុការណ៍ដល់ទីកន្លែងកើតហេតុដើម្បីយកព័ត៌មានមកចុះផ្សាយក្នុងទំព័រសារព័ត៌មានជូនមហាជនប្រជាជនឲ្យទាន់ពេលវេលាពេលខ្លះខ្ញុំត្រូវចូលរួមក្នុងអង្គប្រជុំស្និទ្ធស្នាលស្នងការរដ្ឋបាលឬហេតុការណ៍តុលាការពេលកាត់ទោសខ្ញុំនឹងតស៊ូអត់ធ្មត់ទោះយកក្តីឬថ្ងៃក្តីពិនិត្យនឹងថងប្រថាប់ថនយករូបភាពច្បាស់លាស់ដើម្បីឲ្យធានាទន់ចាប់អារម្មណ៍ចំណាយដំណឹងថ្មីទាន់ហេតុការណ៍ខ្ញុំសរសេរតែព័ត៌មានពេទ្យដល់កើតមានជាក់ស្ដែងដោយមិនបំភ្លៃការពេទ្យមិនសមចង្អមលំអៀងនឹងមានអំណងអំណយច្បាស់លាស់នឹងខិតខំស្រហក្រសីធัวមុខវិជ្ជាអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវនិងពងពោះជានិច្ចពេលនេះខ្ញុំសង្ឃឹមថាខ្ញុំខ្លាចជាអ្នកយកអ្នកសារព័ត៌មានដែលមានឈ្មោះល្បីម្នាក់ខ្ញុំជាទីពេលនិយាយរបស់អ្នកអានអរគុណ